សម្ដេចធិបតីហ៊ុនម៉ាណែតបានចេញសារថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទនាល្ងាចថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះដែលបណ្ដាលឲ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារបួសចំនួន3នាក់និងស្លាប់ម្នាក់ទង្វើនេះគឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាពិសេសការឯកភាពឲ្យមានយន្តការគណៈកម្មាធិការចម្រុះព្រំដែន JBC ចុះវាស់វែងនិងបោះបង្គោលព្រំដែនដោយបណ្ដោះអាសន្ននិងត្រូវរក្សាស្ថានភាពដើមដដែលរហូតមានការវាស់វែងត្រូវបានបញ្ចប់និងរងចាំការសម្រេចដោយ JBC សម្ដេចធិបតីសូមឲ្យភាគីថៃបញ្ឈប់បន្ទាន់នៅការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរសម្ដេចធិបតីឲ្យមានការបើកស៊ើបអង្កេតដោយឯករាជ្យមកលើករណីនេះនិងសូមអំពាវនាវឲ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញដើម្បីស្វែងរកការពិតនិងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះជាមួយគ្នាផងដែរសូមឲ្យអាជ្ញាធរដែនដីនិងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវចាត់វិធានការជាបន្ទាន់ក្នុងការការពារប្រជាពលរដ្ឋរបស់យើងពិសេសត្រូវគិតគូរលើសុវត្ថិភាពនិងអាយុជីវិតរបស់ពួកគាត់ឲ្យបានជាដាច់ខាតកម្ពុជារក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមនៃទីក្រុងកាឡាឡាំបួរប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីឈានដល់ការបញ្ចប់ជម្លោះនិងកសាងសន្តិភាពរវាងប្រទេសទាំងពីរកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You